ព្រឹកថ្ងៃទី11ធ្នូខ្ញុំសម្រាប់ចិត្តត្រឡប់មកផ្ទះដល់មិនបានប្រាប់ទៅកាន់ថៅកែរបស់ខ្ញុំទេមែនតើខ្ញុំធ្លាប់សុំថៅកែរបស់ខ្ញុំមកផ្ទះម្ដងហើយកាលពីថ្ងៃទី20ខែ11ដល់ប្រាប់គាត់ថាថ្ងៃទី1ធ្នូខ្ញុំនឹងទៅផ្ទះហើយពេលនោះដំបូងឡើយគាត់អនុញ្ញាតប៉ុន្តែថ្ងៃទី26វិច្ឆិកាគឺគាត់សុំឲ្យខ្ញុំបន្តនៅជួយគាត់បន្តិចសិនហើយមូលហេតុដែលខ្ញុំមកខ្ញុំក៏បានប្រាប់ថាដោយសារតែស្ថានភាពមួយរយៈនេះវាតានតឹងខ្លាំងពេកហើយឪពុកខ្ញុំគាត់បារម្ភខ្ញុំប្រាប់បញ្យល់ហេតុផលពួកគាត់រួចរាល់គាត់ក៏យល់ប៉ុន្តែចុងក្រោយខ្ញុំមិនបានមកក្រោយពីមិនបានមកថ្ងៃទី8ធ្នូដូចបងប្អូនជ្រាបស្រាប់ថាទាហានថៃបានបើកការវាយប្រហារមកលើខ្មែរយើងម្ដងទៀតហើយលើកនេះគឺវាផ្ទុះសង្គ្រាមខ្លាំងមែនទែនជាងលើកមុនខ្ញុំក៏សម្រេចចិត្តដោយមិនដល់24ម៉ោងទេដោយថ្ងៃទី10ខ្ញុំក៏សម្រេចចិត្តឲ្យមិត្តភ័ក្តិជួយទិញសម្បត្តិយន្តហោះព្រឹកថ្ងៃទី11ធ្នូខ្ញុំក៏ចាក់ចេញពីប្រទេសថៃមកនៅវេលាម៉ោង7ព្រឹកម្យ៉ាងទៀតឪពុករបស់ខ្ញុំគាត់បារម្ភដូច្នេះហើយខ្ញុំក៏សម្រេចចិត្តមកវីសាស្នាក់នៅរបស់ខ្ញុំនៅអាយុជាង1ឆ្នាំទៀតគឺ2027ខែ3ទើបដាច់វីសាតែខ្ញុំត្រឡប់មកខ្មែរលើកនេះគឺដោយបិទវីសាចោលតែម្ដងបានន័យថាខ្ញុំមិនអាចត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញបានទេទាំងអស់នេះវាជាការសម្រេចចិត្តមួយដ៏ពិបាកបន្តិចដែរក៏ប៉ុន្តែយ៉ាងណាក្តីក្នុងនាមយើងជាខ្មែរហើយក្នុងនាមខ្ញុំគឺជាខ្មែរម្នាក់ដែរដែលមើលឃើញការឈ្លានពានពីសំណាក់យោធាថៃមកលើខ្មែរយើងយ៉ាងកំរោលបែបនេះខ្ញុំក៏មិនសប្បាយចិត្តនឹងបន្តស្នាក់នៅប្រទេសថៃដូចគ្នាបើទោះបីកន្លែងការងារខ្ញុំមិនមានសម្ពាធមិនមានការរើសអើងព្រោះខ្មែរគឺជាផ្ទះដ៏កក់ក្ដៅបំផុតសម្រាប់ខ្ញុំហើយខ្ញុំមិនអាចឈួមមើលសាច់ញាតិរបស់ខ្ញុំត្រូវបានពួកយោធាថៃសម្លាប់ដោយមិនញញើតនោះទេនេះគឺជាវីដេអូមួយគឺជាការសម្រេចចិត្តរបស់ខ្ញុំក្នុងការត្រឡប់មកខ្មែរវិញពីមិនពិបាកប៉ុន្មានទេប៉ុន្តែខ្មែរគឺជាផ្ទះដ៏កក់ក្ដៅបំផុតសម្រាប់ខ្ញុំ